ជំរាបសួរបងប្អូនថ្ងៃនេះដែរនាងខ្ញុំមានមុខម្ហូបមួយបង្ហាញជូនដល់បងប្អូនដែលមិនទាន់បានចេះធ្វើអាចនឹងធ្វើញ៉ាំបាននៅចុងសប្តាហ៍ម្ហូបនេះគឺសម្លម្ជូរគ្រឿងខ្ទិះសាច់គោជាមួយនឹងពោះគោចង់យើងទៅមើលវិធីធ្វើទាំងអស់គ្នាចង់សម្លមួយមុខនេះងាយស្រួលធ្វើបងប្អូនអាចធ្វើញ៉ាំបានជាមួយនឹងគ្រួសារគ្រឿងផ្សំមានដូចជាបន្លែសាឡារីប៉េងប៉ោះក្រហមឈើរីម្នាស់ត្រប់ស្រួយនេះគឺពោះគោនិងសាច់គោតមកគ្រឿងផ្សំគោលដែលយើងត្រូវដាក់មានខ្ទិះដូងគ្រឿងគល់ស្គ្រីបុកអំពិលទុំនិងម្ទេសក្រហមតែនេះខ្ញុំដាក់ម្ទេសការ៉េម្ទេសម៉ត់ហើយនឹងប្រហុកដែរតែខ្ញុំបានថតផុសទេអញ្ចឹងយើងចាប់ផ្ដើមធ្វើទាំងអស់គ្នាដាក់ខ្ទះឲ្យក្ដៅចាក់ខ្លាញ់បន្តិចចូលបន្ទាប់មកយើងក៏ដាក់កន្ទឹមចិញ្ច្រាំចូលឆាហើយដាក់គល់ស្គ្រីដែលយើងបានបុករួចនេះឆាឲ្យឡើងឈ្ងុយបន្តិចសិនណាបន្ទាប់មកដាក់ប្រហុកចិញ្ច្រាំចូលយើងធ្វើការឆាប្រហុកយើងជាមួយគ្រឿងបន្តទៀតបន្ទាប់ពីឆាបន្តិចហើយឃើញថារៀងចេញក្លិនខ្ញុំក៏ដាក់ខ្ទិះដូងចំនួន2ស្លាបព្រាចូលដើម្បីឲ្យមានទឹកប៉ិកៗកុំឲ្យវាខ្លោចបាតហើយនេះខ្ញុំមកដាក់ម្ទេសឆាឬក៏ម្ទេសផ្លោកព្រីមដែលបានកិនរួចយើងមកឆាចូលជាមួយនឹងគល់ស្គ្រីនេះបន្ថែមទៀតដែរដើម្បីយកពណ៌ឲ្យកាន់តែស្អាតបន្ថែមទៀតបន្ទាប់មកយើងក៏ចាប់ផ្ដើមដាក់សាច់គោចូលធ្វើការឆាសាច់គោនេះជាមួយគ្រឿងឲ្យតទៅដាច់ទឹកបន្ទាប់ពីដាក់សាច់នេះហើយនេះខ្ញុំក៏ដាក់ពោះគោបញ្ចូលបន្ថែមទៀតឆាទាំងពីរមុខនឹងបញ្ចូលគ្នាមកហើយយើងទុកមួយសន្ទុះសិនដើម្បីឲ្យសាច់របស់យើងនិងពោះគោឲ្យចេញទឹកមកសិនចាំវាកូរស្មើសាច់ល្អហើយយើងចាប់ផ្ដើមបិទកម្លោទុកចូលទុកចោលសិនទៅនេះបងប្អូនមកមើលទាំងអស់គ្នាបន្ទាប់ពីយើងទុកឃើញថាទឹកបានចេញមកច្រើនណាស់អញ្ចឹងយើងកូរវាមកត្រឡប់ទៀតទៅហើយកុំយើងបិទវាមួយសាទៀតដើម្បីឲ្យទឹកនឹងរីងសិនទើបយើងចាក់ទឹកថ្មីចូលប៉ុន្តែមុននឹងចាក់ទឹកថ្មីចូលយើងដាក់ម្នាស់ចូលសិនដើម្បីហើយសម្លរបស់យើងចេញរសជាតិពីម្នាស់ហើយនឹងជួយឲ្យគោយើងផុយផងដែរចង់ឃើញថាប៉ុណ្ណេះបានហើយគឺទឹកប្រៃដែលបានចេញបានរីងអស់ហើយអញ្ចឹងយើងចាប់ដាក់បន្ថែមគ្រឿងផ្សំយើងមានអំបិលខ្នុរប៊ីចេងនិងទឹកត្រីដាក់តាមចំណូលចិត្តរបស់បងប្អូនបន្ទាប់មកយើងចាប់ផ្ដើមដាក់បន្លែចូលសាឡារីជាមួយនឹងត្រប់ស្រួយបន្ទាប់ពីដាក់បន្លែចូលហើយយើងកូរបន្លែយើងឲ្យសព្វស្មើសាច់ទៅចាំយើងចាក់ទឹកក្តៅដែលយើងបានដាំពុះហ្នឹងចូលក្នុងសម្លរបស់យើងដើម្បីរំងាស់បន្លែនិងសាច់ឲ្យឆ្អិនបានល្អបន្ថែមទៀតនិងបន្ទាប់មកនេះខ្ញុំចាក់ខ្ទិះដូងចូលទៅពេលដែលសម្លយើងឃើញថាឆ្អិន 80% ឃើញថាសម្លយើងឆ្អិនហើយឥឡូវយើងបង់អំពិលទុំចូលចុងក្រោយហើយបន្ទាប់ពីនេះហើយយើងបង់ចុងក្រោយគេមួយទៀតគឺផ្លែប៉េងប៉ោះឈើរីដោយសារប៉េងប៉ោះវាឆាប់លួយដល់អញ្ចឹងយើងត្រូវដាក់ក្រោយគេពេលដាក់ចូលហើយយើងទុក5នាទីអីទៅចាំយើងបិទហ្គាស
ចិនជាការស្រេចសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះខ្ញុំហើយសម្រាប់មុខនេះពីដើមរហូតដល់ចប់សូមអរគុណ